ហ៊ានទេព្រោះនាងមានប្តីមានកូនខ្ចីហើយប្តីចេញទៅធ្វើការបើកូនយំតើបាននរណានឹងបញ្ចុកអាហារឲ្យទឹងដល់គោវាបើបងកុំគិតឆ្ងាយមានប្រជាជួយឈ្នួលឲ្យមើលកូនទៅតែងងមកស្រើបងមិនទៅដើរលេងជាមួយស្រីទេយីប្រនេះមិនស៊ីវិល័យតាមិនពាន់សម័យពួកស្រីយេយេកុំបងខំខ្ញុំណាមៀងមេខ្ញុំមិនហ៊ានស្មាត់ទេខ្លាចខូចប្រពៃណីខ្មែរព្រោះនាងមានប្តីមានកូនខ្ចីហើយប្តីចេញទៅធ្វើការបើកូនយំតើបាននរណានឹងបញ្ចុកអាហារឲ្យទឹងដល់